សួស្តីបងប្អូនទាំងអស់គ្នាចា៎មកខ្ញុំជីកាត់ផ្លូវណូគីខ្ញុំបានឃើញជនបរទេសម្នាក់គាត់កាន់ផ្លាកឲ្យទៅសេសុំលុយខ្លះដើម្បីជាមធ្យោបាយក្នុងការធ្វើដំណើរត្រឡប់ទៅវិញណាហ្នឹងហើយខ្ញុំជិះហួសហើយខ្ញុំជិះហួសហើយអារម្មណ៍របស់ខ្ញុំចង់បកត្រឡប់ទៅវិញខ្ញុំចង់បកទៅជូនលុយគាត់ខ្លះវិញខ្ញុំដូចអត់សុខចិត្តណាហើយខ្ញុំបកទៅវិញខ្ញុំជិះកាត់ម្ដងផ្លូវណូគីយហ្នឹងឃើញជនបរទេសម្នាក់គាត់ចាប់ផ្ដើមទៅសេផ្លាកមួយហើយគាត់លើកកាន់ណាគាត់ទៅសេថាខ្ញុំធ្វើដំណើរដោយគ្មានលុយសុំជាមួយពីបងប្អូនខ្លះដើម្បីធ្វើមធ្យោបាយធ្វើដំណើរទៅស្រុកវិញហើយខ្ញុំជិះហួសមកអញ្ចឹងពិបាកបាត់មែនតើឥឡូវខ្ញុំកន្លងឡានដើម្បីត្រឡប់ទៅរកគាត់វិញកន្លងទៅមកជុំទៀតហ្នឹងហើយកន្លងទៅមកជុំទៀតគាត់ឈរនៅនោះឥឡូវខ្ញុំចាប់ផ្ដើមកន្លងទៅមកជុំទៀតសិនខ្ញុំឃើញអញ្ចឹងខ្ញុំមានអារម្មណ៍ថាសប្បាយទេមានអារម្មណ៍ថាសប្បាយហើយលុយមិនច្រើនទេតិចតួចបើសិនជាជួយម្នាក់តតិចតួចទៅខ្ញុំគិតថាគាត់អាចមានលុយខ្លះធ្វើដំណើរទៅស្រុកវិញទៅខ្ញុំចាប់ផ្ដើមបន្លានសិនហើយឥឡូវបងប្អូនចាំមើលទាំងអស់គ្នាណាគាត់ទៅសេផ្លាកឲ្យសុំជំនួយខ្លះក្នុងការធ្វើដំណើរសប្បាយតែបងប្អូនបើសិនជាយើងទៅលេងស្រុកគេយើងបាត់របស់ឬមួយក៏យើងខំមធ្យោបាយធ្វើដំណើរឲ្យមានអ្នកជួយ translate ទៅសេយើងកាន់ចិត្តឲ្យមានជំនួយខ្លះយើងអាចមានមធ្យោបាយធ្វើទៅស្រុកវិញវិលទៅស្រុកវិញឬមួយក៏ទិញចំណីអាហារញ៉ាំឥឡូវលោកគាត់នៅមកគាត់កាន់ខ្លាបងប្អូនអរគ្នាមកខ្ញុំជិះទៅហួសមកជ្រៅតែខ្ញុំអារម្មណ៍របស់ខ្ញុំដូចជាមានអារម្មណ៍ស្នឹកហើយឥឡូវខ្ញុំបកឡានមកវិញខ្ញុំបកឡានមកខ្ញុំឃើញគាត់បងប្អូនអរគ្នាឃើញទេគាត់សេថាមិនខ្លះចាឲ្យសម្រាប់ការដាក់ទៀនធ្វើបុណ្យនេះខ្ញុំអត់មានសន្មត់ថាគាត់មិនទេគ្រាន់តែខ្ញុំឃើញបែបចិត្តរបស់ខ្ញុំអាណិតខ្ញុំចង់ធ្វើបុណ្យដើម្បីឲ្យមានបុណ្យត្រង់ជួយកុំឲ្យមានជួបនៅរឿងហេតុបែបកំសត់អញ្ចឹងបងប្អូនអរគ្នាព្រោះថាយើងមើលឃើញរឿងសួយវាអាចកើតឡើងអញ្ចឹងយើងធ្វើបុណ្យដោយចេតនាល្អសង្ឃឹមថាជួបតែរឿងល្អ